មានអីសប្បាយចិត្តជាងពេលរៀបបន្ទប់ហើយស្អាតទេបងប្អូនហើយអូយញ៉ៃមែនតែមកតែហើយនឹងគឺថាចង់ដាច់ខ្យល់មករៀបចំនេះក៏មិនទាន់ហើយ100%ដែរបងប្អូនបានតែ90%ទេអា10%ហ្នឹងគឺនៅកន្លែងចក្រានបាយហ្មងនិយាយទៅរៀបអត់ទាន់ចេញសោះកន្លែងចក្រានបាយហ្នឹងសល់អវ៉ាន់ប្រហែលជា4-5មិនដឹងថាទុកណាអញ្ចឹងទុកនឹងសិនរៀបតាំងពីព្រឹកដល់ថ្មហ្នឹងរៀងហត់ដែរទម្រាំតែរៀបហើយយប់មិញហ្នឹងគឺម៉ោងឡើង7:11ពេលបង្ហាញបងប្អូនម្សិលមិញបងប្អូនដឹងហើយគឺថាអវ៉ាន់ច្រើនហើយញញ៉ៃដល់ពេញហ្នឹងរៀបបាន90%គឺសប្បាយចិត្តហើយគាត់ថាអត់ទាន់មានកន្លែងអង្គុយហូបបាយត្រឹមត្រូវទេទម្រាំតែរៀបចំហើយពេលកំពុងតែថតបងប្អូនមើលហ្នឹងគឺម៉ោង7:11យប់ហើយអត់ទាន់បានហូបអីប្រមាត់អញ្ចឹងខ្ញុំបានកំងមហូបប្រហែលជា2មុខមកពីខែអត់បានធ្វើមហូបធ្វើអីទេបងប្អូនហើយសូម្បីថាចក្រានហ្នឹងក៏ដឹងថាបើកន្លែងណាដែរហើយកុំយកតម្រាប់តាមបងប្អូនហើយហូបបាយយប់ជ្រៅនេះគឺអត់ល្អទេគាត់ថាខ្ញុំអត់មានជំរឿសដោយសារខ្ញុំអត់បានហូបអីតាំងពីព្រឹកដល់ថ្មហ្នឹងអញ្ចឹងហូបសរុបបដ ாய் ហូបម្ដង2មុខហើយបានកំងស្ងោរម្រះមួយហើយនឹងឆាទ្រាប់ជាមួយសាច់ជ្រូកមួយបើឆាទ្រាប់ជាមួយសាច់ជ្រូកវិញតំណងមែនតែនហ្មងឲ្យរសជាតិឡើងឆ្ងាញ់បងប្អូនបាយទឹកជាមួយខ្ញុំទាំងអស់គ្នាម៉ោង7:11ហើយអត់បានហូបអីសងបងប្អូនតែតែរៀបចំបន្ទប់ហើយទៅងូតទឹកគូអីហើយហើយឥឡូវនេះបានហូបបាយហើយបានធ្វើម្ហូបខ្លួនឯងទៀតកំងម្ហូបមកពីក្រៅបានស្ងោរម្រះហើយនឹងឆាទ្រាប់ជាមួយសាច់ជ្រូកហេវបាយខាងបងប្អូនកំងម្ដង2មុខបដ ாய்ឆាធូបគេឆ្ងាញ់ណាស់បងប្អូនអើយអាពេលឃ្លានខ្លាំងអញ្ចឹងមានអារម្មណ៍ថាបាយដូចឆ្ងាញ់ដល់ហើយបាយមួយចានហើយមកហូបឡើង2មុខនឹងហូបឡើងចឹងអស់ខានហូបឆាទ្រាប់រៀងយូរដែរអាពេលហូបម្ដងអូយជាតិដល់កហ្មងបងប្អូនហើយជាមួយម្ទេសហើយនឹងទឹកត្រីនឹងគឺថាចូលជាតិគ្នាខ្លាំងមែនតើសម្រាប់បងប្អូនគិតមិនដែរពេលរៀបចំបន្ទប់នឹងបាន90%ហើយមានអារម្មណ៍ថារៀងស្អាតជាងមុនបងប្អូនគឺរៀងគ្រាន់បើជាងអត់ទាន់រៀបហើយរៀងការទាន់រៀបហើយអវ៉ាន់ញញ៉ៃពេញហ្នឹងហ្មងអត់ទាន់រៀបចំហើយអញ្ចឹងអត់មានកន្លែងអង្គុយត្រឹមត្រូវទេបងប្អូនហើយហូបនៅកន្លែងចក្រានហ្មងតែចក្រានហ្នឹងរៀងធំដែរអញ្ចឹងស្រួលហូបពេលហូបហើយហ្នឹងដល់ម៉ោង11ជាងអញ្ចឹងរៀបចំខ្លួនដើម្បីចូលគេងបងប្អូនតែអត់ទាន់ចូលគេងផ្លែតភ្លាមទេដោយសារខ្ញុំទំហូបអីដែរហើយអញ្ចឹងខ្ញុំមកលុបមុខលុបអីដើម្បីធ្វើ skin care តិចតួចមុខខ្ញុំមករយៈហ្នឹងអាពេលមុននឹងរើផ្ទះក៏រៀងច្រើនមិនដឹងថាធ្វើអាណាទុកអាណាមុនតែពេលរៀបចំហើយអញ្ចឹងរៀងធូរមែនតើអញ្ចឹងពេលយើងធ្វើ skin care ទៅវារៀងចូលមុខយើងមុខជាមួយ form ធម្មតាហើយខ្ញុំចាប់ផ្ដើមមក scrap តិចតួចព្រោះមុខខ្ញុំមានអារម្មណ៍ថាក្រាស់មែនតើមានអីសប្បាយចិត្តជាងពេលរៀបចំផ្ទះហើយមានអារម្មណ៍ថាងាកទៅណាក៏ស្រឡះដៃស្រឡះជើងដែរពេលរៀបចំហើយអញ្ចឹងគឺអង្គុយធ្វើ skin care អីស្រួលក្នុងចិត្តទេប៉ុន្តែបើអត់ទាន់រៀបហើយវិញខ្ញុំដឹងថាអង្គុយអត់ស្នុកឯងដឹងថាដៃខ្វេះខ្វៀលគ្រប់កន្លែងទៀតហើយមកធ្វើ skin care នេះបែប relax បងប្អូនផឹកតែក្តៅហើយបន្ទាប់មកគឺចាប់ផ្ដើមបិទម៉ាស់អូយក្តីសុខសាហាវពេលមានពេលអង្គុយផឹកតែហើយបិទម៉ាស់បិទអីធ្វើ skin care នេះដល់ប៉ុណ្នេះនឹងគឺខ្ញុំបានដេកលក់ស្រួលហើយខ្ញុំនេះអត់ទាន់ចូលវ័យ30ទេបងប្អូនហើយប៉ុន្តែចកេះអីគឺថាចាប់ដើមឈឺហើយបើបានអង្គុយមកធ្វើ skin care ផឹកទឹកតែមុននឹងចូលដេកទៀតមានអារម្មណ៍ក្តីសុខពេញទំហឹងហ្មងហើយសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយចំណុចនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា